សួស្តីសាគមន៍ត្រវិញជាមួយវីដេអូថ្មីមួយទៀតផងខ្ញុំថ្ងៃនេះខ្ញុំចាំលេចជាមួយនឹងគ្នាតាក់ទងទៅជាមួយនឹងមុខងារថ្មីមួយរបស់ OKX ដែលមានឈ្មោះថា Pre-IPO Pre-Market Perpetual Future ទៅលើភាគហ៊ុនដែលអត់ទាន់មាននៅក្នុងទីផ្សារដែលមានឈ្មោះថា SpaceX OpenAI ជាមួយនឹងភាគហ៊ុន Anthropic SpaceX របស់ Elon Musk ដែលគាត់បានធ្វើយានអវកាសទៅលើឋានព្រះច័ន្ទឬក៏ចេញពិភពផែនដីហ្នឹង OpenAI របស់ ChatGPT ជាគម្រោងតាក់ទងទៅជាមួយ AI ជាមួយ Anthropy ជាគម្រោងរបស់ product ឈ្មោះថា Cloud.ai ហើយអញ្ចឹងអ្នកគ្នាអាចមក trade ជាលក្ខណៈ future បាននៅក្នុង OKX ទៅលើភាគហ៊ុនទាំង3ហ្នឹងបើមិនជាអ្នកគ្នាជាអ្នក trade ស្រេចហើយអ្នកគ្នាទូទាយដឹងទៅលើភាគហ៊ុននៅអនាគតរបស់វានៅពេលដែលវាលិះលក់ចូលនៅក្នុង IPO បាទថ្ងៃដែលវាបើក public ឲ្យទិញភាគហ៊ុនហ្នឹងជាអ្នកគ្នាអាចមក trade future បានទៅលើភាគហ៊ុនទាំងអស់ហ្នឹងនៅក្នុង OKX តែម្ដងអូខេអញ្ចឹងអ្នកគ្នាអាចមកមើលតាក់ទងទៅជាមួយនឹងភាគហ៊ុនហ្នឹងតែយើងមានគេខ្លះបាទសម្រាប់ពេលវេលាដែលអ្នកគ្នាអាចចាប់ផ្ដើម trade ទៅលើ future ទៅលើភាគហ៊ុនទាំង3ហ្នឹងបានគឺមានតាមខាងក្រោមនេះបាទ SpaceX ថ្ងៃទី7បាទវាបានកន្លងផុតមកហើយអញ្ចឹងសប្តាហ៍នេះគឺវានៅបើកឲ្យអ្នកគ្នាជួញដូរដោយសប្តាហ៍ទេបាទហ្នឹងហើយជួញដូររបៀប IPO បាទ Pre-IPO Perpetual Future Trading ហ្នឹងបាទ OpenAI ថ្ងៃទី7បាទម៉ោងនេះគឺ UTC បើសិនជាមកខ្មែរយើងយកបូកជាមួយនឹង7អញ្ចឹងបើសិនជាអានេះ9អញ្ចឹងយក9បូក7ទៅថ្ងៃទីម៉ោងប៉ុន្មានបាទម៉ោង26អញ្ចឹងអ្នកគ្នាអាចកណនីតាមហ្នឹងបាទហ្នឹងហើយ10ដូចជា16បាទហ្នឹងហើយយើងអាចកណនីតាមហ្នឹងទៅបាទ OpenAI ក៏ដូចគ្នាដែរបាទខុសគ្នា15នាទីទេនៅពេលអ្នកគេ trade ហើយបាទយើងមកអាន product description របស់វាកន្លែងនេះ product description កន្លែងនេះគឺវាថា USDT settle បាទ USDT settle perpetual trading អញ្ចឹងមានថាអ្នកគ្នាមាន USDT បាទមិនមែនភាគហ៊ុនទេអញ្ចឹងអ្នកការ trade របស់អ្នកគ្នាហ្នឹងអ្នកគ្នាអាចយក USDT ទៅដង្កល់បាទដើម្បីបើសិនជាអ្នកគ្នាចង់ទិញបាទទិញភាគហ៊ុនគឺអ្នកគ្នាយក USDT ទៅទិញបាទហើយសិនជាអ្នកគ្នាលក់អ្នកគ្នាលក់អាហ្នឹងតែយើងប្រើ USDT បាទ USDT ទៅបំពេញបាទក្នុងការលក់របស់យើងហ្នឹងហើយសម្រាប់ perpetual future price បាទសម្រាប់តម្លៃវាបាទ price per share គឺយើងយក price គុណជាមួយ total share count បាទគឺនឹងស្មើនឹង market cap របស់វាជាយើងអាចនៅពេលដែលក្រុមហ៊ុនអស់ហ្នឹងគាត់បានស្នើឯកសារ S1 បាទហ្នឹងហើយស្នើឯកសារ S1 ហើយមានការលក់ជា IPO បាទមាន IPO ហើយអស់ចឹងវានឹង recalculate បាទ recalculate ហ្នឹងគឺមើលទៅតើភាគហ៊ុនតែវាដាក់ស្នើ S1 ហ្នឹងមានចំនួនប៉ុន្មានភាគហ៊ុនអញ្ចឹងវា adjustment តាមហ្នឹងបាទ proportional adjustment តាមហ្នឹងណាចង់កន្លែងនេះគឺយើងអាចមកអានគោលការណ៍វាបន្តិចទៅតាក់ទងទៅជាមួយនឹង pre IPO ហ្នឹងជាយើងមកមើលខាងក្រោមបន្តិចបាទខាងក្រោមនេះគឺយើងបានឃើញហើយបាទ detail របស់វា feature បាទ contract specification បាទកុងត្រានៃការទិញ SpaceX ជាមួយនឹង OpenAI ជាមួយនឹង Anthropy ហ្នឹងគឺយើងមើលតាមនេះបាទunderlying គឺ SpaceX USDT index អញ្ចឹងវា USDT បាទយក USDT ជាធំហើយតាក់ទងនឹងភាគហ៊ុន SpaceX បាទ OpenAI ក៏ដូចគ្នាផងដែរបាទយកភាគហ៊ុន OpenAI base បាទហើយគូវាជាមួយនឹង USDT បញ្ជាក់តែហ្នឹងមិនមែន USD ទេចឹងដល់ថ្ងៃនេះគឺវាដាក់បញ្ជាក់នៅច្បាស់ដោយសារតែពេលខ្លះវាអាចថាថ្ងៃដែលវាលក់ហ្នឹង USDT ថ្លៃខ្លាំងឬអីហ្នឹងគឺវា recalculate តាម USDT ទេមិនមែន USD ទេណាជាក់ហ្នឹងហើយ settlement crypto បាទយើងយក USDT បាទចឹងបើសិនជាអ្នកគ្នាឈ្នះជា USDT ចាញ់ជា USDT គឺអ្នកគ្នាអត់បានភាគហ៊ុនពិតប្រាកដនឹងមកទេណាត្រង់ហ្នឹងណាអូខេហើយ face value បាទមួយ SpaceX ណាបើសិនជាវាពេលវេលាលក់ទៅវា face value គឺមួយ SpaceX បាទហើយមួយភាគហ៊ុនដូចគ្នាមួយ OpenAI អញ្ចឹងតម្លៃរបស់វា OpenAI នៅក្នុង OKX គឺស្មើទៅជាមួយតម្លៃជាក់ស្ដែងនៅពេលដែលថ្ងៃដែលវាដាក់ IPO បាទ quote in USDT per SpaceX បាទ per one SpaceX before the rebase អញ្ចឹងយើងវាកណនីតាមនេះណាវាគិតមុនគេអស់ហ្មងគឺវាឲ្យ 1000 លានណាឲ្យ trade បានឲ្យ SpaceX វាឧបមាវា 1000 លានអញ្ចឹងនៅពេលដែលថ្ងៃវាលក់ពិតប្រាកដបាទហ្នឹងហើយវានឹង recalculate តាមនេះណា one SpaceX correspond one actual share ណាបើសិនជាវាមានលក់តែឧបមាក្នុងនេះដាក់ប៉ុន្មានបាទ1000 លានអញ្ចឹងជាក់ស្ដែងវាលក់តែ1លានពីហ៊ុនទេអញ្ចឹងយើងកណនីតាមហ្នឹងទៅបាទយក1000ចែកជាមួយនឹងប៉ុន្មានបាទចែកជាមួយនឹងដូចជា1000 លានចែកជាមួយ1000ទៅអញ្ចឹងយើងឃើញបានភាគហ៊ុនជាក់ស្ដែងពិតប្រាកដបាទហ្នឹងហើយតម្លៃរបស់វាតាមហ្នឹងហើយ leverage អ្នកអាច leverage បានពី 0.01 រហូតដល់ 5x ណា 0.01 រហូតដល់ 5x ដូចគ្នា
អានេះគឺជាលក្ខខណ្ឌផ្សេងៗហើយអ្នកគ្នាអាចអានកន្លែងក្រោមនេះទៅហើយដើម្បីចូលរួមបានគឺអ្នកគ្នាអាចចូលតាមដំណរនៅក្នុង video description របស់ខ្ញុំ sign up បាទ sign up ជាមួយ OKX ស្អាតរួចរាល់អ្នកគ្នាចូលតាមដំណរ link របស់វាដើម្បីចូលរួមក្នុងការជួញដូរជាអ្នកគ្នាអាចមកកន្លែងនេះបាទមកកន្លែង trade យើងពេលយើងបាត់ហើយយើង trade ហើយ future ពេល future អ្នកគេបានឃើញលើគេតែម្ដងបាទកន្លែង future ហ្នឹងគឺមាន entropy OpenAI ជាមួយនឹង SpaceX ដែលវាមាននិមិត្តសញ្ញា perpetual ជាមួយនឹង pre IPO បាទ entropy គឺវាតម្លៃនៅក្នុងនេះគឺ 1500 ជាងណា1526នៅក្នុង future contract វាហើយ OpenAI គឺមាន1357 SpaceX មាន2092ទៅតាមហ្នឹងអញ្ចឹងតម្លៃពិតប្រាកដយើងចាំមើលបន្តទៀតអូខេហើយយើងចូលទៅបាទចូលកន្លែង SpaceX ឧទាហរណ៍ថា SpaceX ចាប់អារម្មណ៍ចឹងអ្នកគ្នាអាច trade ដូចដែលអ្នកគ្នា trade នៅក្នុងនេះអញ្ចឹងនៅក្នុង future ដែលយើងតែ trade អញ្ចឹងបាទអ្នកគ្នាអាចទាញ leverage isolated បាទជ្រើសរើស leverage ម៉ានគឺដាក់បានអស់តែម្ដងបាទ BBO base bid offer អ្នកគ្នាអាចសេរីហើយ adjust តាមនឹងបានដោយអ្នកគ្នាបាន trade ជាទូទៅហើយបាទនៅក្នុង OKX អូខេហើយវីដេអូនេះគឺអត់មានចឹងទេអាប់ដេតឲ្យអ្នកគេបានដឹងប៉ុណ្ណឹងតាក់ទង product របស់ OKX ហើយយើងនឹងជួបគ្នានៅវីដេអូដ៏ក្រោយៗទៀតបាទបាយបាយ